បន្ទាប់ពីពលករកម្ពុជាបានទទួលការរើសអើងពីពួកជ្រុលនិយមថៃមួយចំនួនបាទពេលនេះកម្ពុជាបានលើកឡើងនៅ UN តែម្ដងថាពលករខ្មែរនៅថៃបាទកំពុងតែប្រឈមនឹងការរើសអើងជាពិសេសបញ្ហាអំពើហិង្សាដែលដោយក្រុមជ្រុលនិយមថៃហ្នឹងតាមធ្វើបាបក៏ដូចជាតាមវាយតាមអីប្រជាជនកម្ពុជាយើងបងប្អូនប្រជាជនខ្មែរយើងនៅដែលធ្វើការនៅថៃហ្នឹងត្រូវគេវាយត្រូវគេធ្វើបាបច្រើនណាបងប្អូនហើយកម្ពុជាយើងបានជម្រាបជូនអង្គការសហប្រជាជាតិថាពលករចំណាក់ស្រុករបស់កម្ពុជានៅប្រទេសថៃកំពុងតែប្រឈមទៅនឹងការស្អប់ខ្ពើមដូចជាការរើសអើងក៏ដូចជាអំពើហិង្សាផ្សេងបាទហើយការលើកឡើងនេះធ្វើឡើងដោយលោកកៅសុវណ្ណបាទក្នុងសម័យប្រជុំលើកទី62នៃក្រុមប្រឹក្សាសិទ្ធិមនុស្សបាទនៃអង្គការសហប្រជាជាតិនៃទីក្រុងហ្សឺណែវបាទហើយកម្ពុជាបានគាំទ្រការអំពាវនាវឲ្យបណ្ដាប្រទេសទាំងអស់គោរពសិទ្ធិរបស់ពលករក៏ដូចជាទប់ស្កាត់ចំពោះការរើសអើងក៏ដូចជាអំពើហិង្សានឹងការរំលោភបំពានបាទគ្រប់ទម្រង់ផ្សេងមិនថាការវាយដំច្រំធាក់អីផ្សេងបាទព្រោះអីមួយរយៈមុនសង្គ្រាមជើងទី1ជើងទី2ហ្នឹងពួកថៃជ្រុលនិយមមួយចំនួនតាមធ្វើបាបពលករខ្មែរយើងច្រើនណានិយាយមែនណាតាមធ្វើបាបតាមវាយនិយាយទៅអូស្គាល់លក្ខណៈថាវាដូចហួសហេតុពេកពួកហ្នឹងហើយកម្ពុជាក៏បានលើកឡើងក្នុងបរិបទដ៏តានតឹងតាមព្រំដែនកម្ពុជាថៃនាពេលថ្មីនេះដែលមានសេចក្តីរាយការណ៍អំពីទៅ UN បាទថាមានការស្អប់ខ្ពើមក៏ដូចជាការរើសអើងនិងអំពើហិង្សាលើពលករខ្មែរកម្ពុជាក៏បានបញ្ជាក់ផងដែរថាពលករកម្ពុជាដែលអន្តោប្រវេសន៍ទៅដែលទៅធ្វើការនៅប្រទេសថៃហ្នឹងมันគួរคล้ายជាគោលដៅនៃការរើសអើងនិងរងផលប៉ះពាល់នៃភាពតានតឹងនៃនយោបាយនិងចំនួនរវាងរដ្ឋទាំងពីរនោះទេរឿងឆ្លោះគ្នាតែมันគួរណាទៅធ្វើបាបគេពលករស្របច្បាប់ទេបាទហើយកម្ពុជាក៏អំពាវនាវទៅដល់ប្រទេសដែលទទួលពលករឲ្យចាត់វិធានការចាំបាច់បាទដើម្បីការពារនិងធានាសិទ្ធិរបស់ពលករអន្តោប្រវេសន៍បាទឲ្យស្របទៅតាមច្បាប់របស់សិទ្ធិមនុស្សអន្តរជាតិនិងអង្គការសហប្រជាជាតិផងដែរបងប្អូនសូមកុំភ្លេចជួយចុច follow មួយផងហើយចុច share មួយផងបងប្អូនសូមអរគុណបាទព័ត៌មានតែប៉ុណ្្នឹងបាទនៅថ្ងៃទី23ខែមិថុនាឆ្នាំ2026បាទ